ចេះនៅសាឆៃលីនៃក្រុងបាត់ដំបងបង្កឲ្យមានការឆាប់ឆេះដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតនឹងហើយចាប់ពីថ្ងៃទី23វេលាយប់ម៉ោងប្រហែលជា9:30នាទីយប់មានការឆាប់ឆេះនៃហាងហេឆៃលីដែលជាកន្លែងលក់នៅសម្ភារៈផ្សេងនិយាយទៅរបស់ច្រើនណាស់ក្នុងនឹងហើយមានការឆាប់ឆេះទៅដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតនឹងផងហើយសូមពុកម៉ែបងប្អូនទស្សនាវីដេអូរបស់ហើយក៏កម្លាំងគាត់ធ្វើការផលិតហើយបញ្ជាក់ផងដែរនៅវេលាថ្ងៃ23យើងផលិតតាំងពីយប់រហូតមកដល់ពេលនេះមិនតាន់បានជោគជ័យ 100% ទេនៅតែមានផ្សែងគ្នាខ្មាញ់នៅឆេះនៅឡើយទេប៉ុន្តែមិនមានមនុស្សដែលបញ្ហាគ្រោះថ្នាក់ដល់ជីវិតទេដល់កបងប្អូនយើងខែទៀតហើយLangsung ya, saya mau ngomong-ngomong deh,